អង្គសម្ដែងចំពោះព្រះផាត់តវកយៈ30អង្គអាឡែងទៅរួននាងណានោះនឹងឯងព្រះអង្គសម្ដែងថាឥឡូវរួននាងហ្នឹងឬរួខ្លួនឯងវិញរឿងរួខ្លួនឯងហ្នឹងរួដើម្បីឲ្យបានជាទីពឹងអត់រួខ្លួនឯងជាទីពឹងរួតែគេរួតែប្រាក់ហើយយកមកឲ្យណាបើអត់មានខ្លួនឯងជួយខ្លួនឯងបាននឹងប្រាក់ជួយបានណាមិនបដិសេធទេរឿងដើម្បីយើងរស់ហ្នឹងណាប៉ុន្តែយើងរស់ដើម្បីអីតាយើងនិយាយពាក្យធម្មតាថាស៊ីដើម្បីរស់តែរស់ដើម្បីអីរស់ដើម្បីស៊ីអាហ្នឹងឯងដែលអត់ប្រយោជន៍ស្លាប់ចោលដដែលទៅមានបានការបរិភោគស៊ីចុកហ្នឹងជាទីពឹងឯណាដូច្នេះបរិភោគឆាន់ដើម្បីរស់ដើម្បីប្រព្រឹត្តព្រះមច្ឆរិយធម៌នេះដើម្បីឲ្យមានខ្លួនឯងតែមួយអង្គតែម្នាក់គត់ដែលអាចជួយខ្លួនឯងបានអាហ្នឹងឲ្យពុទ្ធបរិស័ទយើងឃើញសេចក្តីសំខាន់អញ្ចឹងទៅគឺថាជាមួយញាតិមិត្តសន្តានបងប្អូនរាប់អានក៏រាប់អានដល់ណាមិនរាប់អានទេក៏ហីទៅឲ្យតែយើងជួយខ្លួនឯងបានដល់អមតៈធัวជាទីពឹងរួចផុតអំពីបញ្ហាសពគ្រប់ទាំងអស់ក្នុងโลกហ្នឹងអត់ចាំបាច់ទៀមទាអ្វីទៀតទេសូមអនុមោទនា